បាទសួស្តីទៅកាន់បងអូនទាំងអស់គ្នាដែរថ្ងៃនេះដែរគឺខ្ញុំធ្វើការបើកមុខងារនៅក្នុង Facebook នៅឆ្នាំ2021ដើម្បីយើងរកលុយតាមរយៈ Facebook ចឹងជាដំបូងគឺយើងចូលមក account Facebook យើងចូលមកពាក្យថា profile ហើយយើងចុចសញ្ញាត្រី3ខាងលើហ្នឹងបាទហើយបន្តមកទៀតគឺយើងធ្វើការចុចយកពាក្យខាងក្រោមនេះមកបាទកន្លែងខ្ញុំដាក់មកនេះចឹងគឺវានឹងចេញរូបរាងបែបនេះដើម្បីចេញរូបរាងបែបនេះហើយបន្តមកទៀតគឺយើងអាចធ្វើការចុចទៅលើពាក្យprofile របស់យើងមកអញ្ចឹងវានឹងឃើញពាក្យថា monetize អញ្ចឹងគឺយើងធ្វើការចុចទៅពាក្យលើ monetize នេះមកមកដល់ត្រង់ចំណុចនេះទៀតគឺយើងធ្វើការចុចពាក្យខាងក្រោមនេះមកបាទអញ្ចឹងវានឹងចេញរូបរាងបែបនេះអញ្ចឹងយើងធ្វើការយកពាក្យ connect នេះមកបាទ monetize នេះមកគឺយើងធ្វើការចុចលើពាក្យ monetize ដើម្បីបើកមុខងារអញ្ចឹងគឺយើងឃើញសញ្ញាទាំង Q នេះអត់ពាក្យថា submit អញ្ចឹងយើងធ្វើការចុចលើពាក្យ submit នេះមកអញ្ចឹងគេនឹងធ្វើការឲ្យយើងបំពេញទៅលើព័ត៌មានបាទអញ្ចឹងគឺយើងព័ត៌មានទី1គឺយើងធ្វើការស្រេចពាក្យទាំងអស់ហ្នឹងគឺយើងអាចធ្វើការស្រើសរើសយកពាក្យមួយណាក៏បានដែរអញ្ចឹងខ្ញុំធ្វើការស្រើសរើសយកពាក្យខាងលើក៏ពាក្យថា create ទៅបាទអញ្ចឹងគឺខ្ញុំធ្វើការthíchលើវាមកពេលដែលខ្ញុំធ្វើការthíchលើវាគឺខ្ញុំយកពាក្យថាដាន 40Q ហ្នឹងបាទអានេះចូលចំណុចទី2គឺយើងធ្វើការthíchដូចម្ដងទៀតមកចំណុចពាក្យ reel មានវីដេអូមានរូបភាព story អញ្ចឹងយើងធ្វើការthíchទាំងអស់នេះគឺយើងធ្វើការផុសរូបភាពក៏រកលុយបានឬក៏រកលុយបានដែរបាទអញ្ចឹងពេលដែលthíchចុចដានហើយចំណុចទី3នេះគឺយើងចូលមកពេញព័ត៌មានក៏បានឬក៏អត់ក៏បានដែរអញ្ចឹងខ្ញុំអត់មកពេញព័ត៌មានទេខ្ញុំចុចពាក្យថា submit អញ្ចឹងពេលដែល submit ហើយវានឹងចេញរូបរាងបែបហ្នឹងអញ្ចឹងយើងផុសវីដេអូក៏ពួកកាយយើងអាចស្នើរកលុយបានដែរបាទ